គួរឲ្យសរសើរតារាចម្រៀងអេដាខ្លាយជាអ្នកម្ដាយគំរូបំបើដោះកូនដោយទឹកដោះរហូតដល់អាយុ 2 ឆ្នាំ 5 ខែទីបំផុតតារាចម្រៀងអេដាសម្រេចបំណងខ្លួនដោយបានជ្រើសរើសវិធីបំបើកូនដោយទឹកដោះរហូតទៅដល់ 2 ឆ្នាំ 5 ខែតាមក្តីប្រាថ្នាតារាចម្រៀងអេដាត្រូវបានចាត់ទុកជាអ្នកម្ដាយគំរូសម័យថ្មីដែលបានជ្រើសរើសវិធីបំបើកូនដោយទឹកដោះដែលមានរយៈពេលយូរជាងគេបំផុតតារាចម្រៀងរ៉េបអេដាបានរៀបរាប់ថាម៉ាមីផ្ដាច់ដោះអូនបានសម្រេចហើយទីបំផុតខ្ញុំអាចធ្វើបានលើស target គឺបំបើដោះសុទ្ធដល់អូន Alex រហូតដល់ 2 ឆ្នាំ 5 ខែតាំងពីទម្ងន់រហូតដល់កើតជាង 3 ឆ្នាំមកនេះម៉ាមីលះបង់អស់ហើយកូនកាហ្វេតែអាកុលការគេងបន្ទាប់ពីបានឃើញតារាចម្រៀងរ៉េបអេដាបង្ហាញនៅអារម្មណ៍រីករាយក្នុងការបំបើដោះកូនដោយទឹកដោះដែលមានរយៈពេលយូរបែបនេះធ្វើឲ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរនាងគ្រប់គ្នាកន្លងមកតារាចម្រៀងអេដាក៏បានធ្លាប់ប្រាប់ផងដែរថានាងមានក្តីស្រមៃចង់បំបើដោះកូនដោយទឹកដោះឲ្យបានយូរបំផុតប្រសិនបើអាចធ្វើទៅបានពីព្រោះកាលនៅក្បែរកូននិងបំបើដោះកូនគឺជាក្តីសុខរបស់ម្ដាយដែលបានផ្ដល់ភាពកក់ក្ដៅដល់កូននិងបានមើលមុខកូនយូរមិនថាលំបាកយ៉ាងណាអេដាសូមផ្ញើសារជូនទៅដល់មាតាគ្រប់រូបថាការបំបើដោះកូនដោយទឹកដោះពិតជាមានសារៈសំខាន់ណាស់អេដានឹងវិលត្រឡប់មកកាន់វិស័យចម្រៀងឡើងវិញក្នុងពេលឆាប់ខាងមុខបន្ទាប់ពីកូនរបស់ខ្លួនធំបើទោះបីនាងមានស្វាមីជាអ្នកមានទ្រព្យតែនាងនៅតែស្រឡាញ់វិស័យចម្រៀងនិងត្រៀមបង្កើតបទចម្រៀងថ្មីដើម្បីបម្រើអារម្មណ៍អ្នកគាំទ្ររបស់ខ្លួន